ជំរាបសួរសួស្តីបាទ Welcome back to my channel តោះចូលវគ្គថ្មីបរិញ្ញាឥឡូវមុនហ្នឹងយើងសរសេរអំពី first code នៃ code នៃ programming C# ឥឡូវយើងនឹងមកស្គាល់អំពី .NET វិញម្ដងបាទយើងធ្លាប់តែលើគេនិយាយ .NET .NET Core .NET Framework អីចឹងណាអញ្ចឹងថ្ងៃហ្នឹងយើងនឹងមកដឹងឲ្យច្បាស់ថាតើ .NET គឺជាអ្វីដោយសារតែនៅក្នុង section មួយនេះយើងនឹងមករៀនអំពី introduction to .NET បាទអញ្ចឹងគេនឹងណែនាំយើងថា .NET ជាអីតោះកុំឲ្យខាតពេលយូរចូលទៅក្នុងវីដេអូសិក្សាទាំងអស់គ្នាបាទតោះចាប់ដើមកុំឲ្យខាតពេលអូខេនៅក្នុងហ្នឹងគឺនិយាយអំពីការណែនាំអំពី .NET អូខេអញ្ចឹងយើងចំណាយពេល28នាទីនៅក្នុង module មួយនឹងមាន7 unit បាទអូខេអញ្ចឹងថ្នាក់នេះគឺ beginner ចំទូឯងបងប្អូនបាទខ្ញុំ beginner ទេបាទខ្ញុំមិនទាន់ដល់senior ឬក៏ expertise បាទខ្ញុំមិនទាន់ដល់ទេខ្ញុំកំពុងតែឈានមួយជំហានដើម្បីទៅជា junior senior expertise advanced and engineer អូខេអូមកចតាធំអូខេយើងត្រូវមានក្តីសុបិនយើងរៀនអីយើងត្រូវមានក្តីសុបិនតោះកុំឲ្យខាត់ពេលយូរនិយាយលេងមួយបងប្អូនអូខេចាប់ផ្ដើម start learning about .NET understand what .NET is and how it works and quickly build a small app in a web-based .NET environment oh yeah ហ្នឹងហើយយ៉ាងនេះគាត់តែគេនិយាយបន្ថែមពី .NET ទេបងប្អូនចេះភាសាអង់គ្លេសអាចមកមើលបន្ថែមអញ្ចឹងខ្ញុំនឹងបកប្រែត្រួសហើយខ្ញុំក៏មិនសូវចេះដែរបាទដូចខ្ញុំនិយាយនៅវីដេអូមុនអញ្ចឹងរៀនអញ្ចឹងការរៀនអំពី .NET មានន័យថាយើងត្រូវយល់អ្វីជា .NET ហើយវាធ្វើការបែបណាហើយ quickly build a small in web-based .NET environment ជំនឿថាហើយវាលឿនbuild បានលឿនសម្រាប់ small web based environment អញ្ចឹងទៅអូខេអញ្ចឹងអ្វីដែលយើងរៀន learn objective អ្វីដែលយើងត្រូវរៀន by the end of this module you're able to អូខេអញ្ចឹងនៅពេលដែលយើងរៀនចប់យើងនឹងអាចដឹងអំពីអ្វីខ្លះទី1គឺ describe the major part of the .NET and its ecosystem now មានន័យថាឥឡូវហ្នឹងគឺកំពុងតែវិវត្តទៅ ecosystem ហើយបាទ ecosystem អីគេចាំទៅមុខទៀតអូខេអញ្ចឹងវាជាផ្នែកមួយដែលពពួននាមពី .NET បាទ describe អូខេ major part of .NET and ecosystem បាទយើងនឹងយល់ពីអាហ្នឹងពីការពពួននាមផ្នែកផ្នែក module .NET ហ្នឹងបាទហើយនៅ ecosystem អញ្ចឹងទៅបកប្រែតាមន័យយកផ្នែកបកប្រែខ្មែរបាញ់បាក់វារៀងបាក់មិនថាខ្ញុំអត់សូវចេះបកប្រែដែរហើយពេលខ្លះខ្ញុំមើលទៅខ្ញុំយល់ប៉ុន្តែខ្ញុំពិបាកបកប្រែ translate វិញអូខេតោះទៀត explain how .NET language and .NET compiler runtime and library work together to produce a running application អូខេអញ្ចឹងយើងនឹងយល់អំពីយល់របៀប .NET language ហ្នឹងហើយនឹង .NET compiler ហ្នឹងហើយនឹង runtime ថាហើយថែមទាំង library ធ្វើការជាមួយគ្នាបានយ៉ាងម៉េចវាដើរម៉េចវា run application ម៉េចអញ្ចឹងអ្វីដែលយើងទទួលបាននៅពេលដែលយើងបញ្ចប់មេរៀនហ្នឹងបាទមួយទៀតគឺ choose when it makes sense to use .NET to build your application អូខេអញ្ចឹងមានន័យថាអាចុងក្រោយនេះគឺ choose when it makes sense ជ្រើសរើសវាដែលត្រឹមត្រូវបំផុតដើម្បី build your application ជាមួយនឹង .NET ហ្នឹងនិយាយទៅយើងបើសិនជាយើងរើស .NET គឺត្រឹមត្រូវហ្មងជាមួយ application ហ្នឹងគេចង់មានអញ្ចឹងអូខេបន្តទៀតអញ្ចឹងមានអីយើងអាចបន្ថែមបានមានអីបន្ថែមអញ្ចឹងតោះ prerequisition បានន័យថាអ្វីដែលយើងត្រូវត្រៀមមុនចូលទៅដល់ខុសហ្នឹង
You have experience writing your first line of code. Yes, we did it. ចឹងយើងបានបញ្ចប់ជាមួយនឹងវគ្គមួយនេះ You should be able to recognize how to use console.writeline to send text to output window. Yes, we did it. ចឹងយើងបាន2ហើយយើងបាន complete ចឹងមួយទៀត You should be able to recognize minor issue នៅតែខ្ញុំអានត្រូវឬអត់ទេ minor issue in your code and fix them. Yeah, mirror okay អត់ទេឥឡូវឲ្យនេះ speak ឲ្យទៅនេះ speak. Oh sorry, it's not speak for us ទៅជាស្អីផ្សេងវិញឆ្កុយទៅណាបាត់ហើយនេះវាចាំតិចនេះអូខេនៅហ្នឹងតាអញ្ចឹងយើងអាចឲ្យ Google ឬក៏ឲ្យនេះអានឲ្យបានអានឲ្យយើងបាន speak right here as copilot អូខេអត់ទេ select and open image reader អូខេឥឡូវ minor យកខ្លួនឯងបន្ថែមតទៀតអញ្ចឹងនេះគឺជាអ្វីដែលតម្រូវឲ្យយើងមានមុននឹងចាប់ផ្ដើម course មួយនេះអញ្ចឹងយើងមានអស់ហើយតោះ let's go in let's check it out okay this module is the part of this learning part yes this learning part អញ្ចឹងmodule មួយហ្នឹងគឺជាផ្នែកមួយនៃpart ដែលយើងត្រូវរៀនណាជាផ្នែកមួយដែលយើងត្រូវរៀនមែនតើបាទដើម្បីស្វែងយល់ពី C# ពីអីចឹងទៅអានេះ build.net application with C# នេះអូខេអញ្ចឹង module មួយហ្នឹងអូខេឥឡូវយើង let's get in មកណាយើងយើងចូលទៅរៀនតែម្ដងទៅintroduction បានន័យថាសេចក្តីណែនាំឬក៏ការណែនាំអញ្ចឹងទៅអូខេ1នាទីសម្រាប់ section មួយហ្នឹងឬក៏ unit មួយហ្នឹងបាទ If you're new to the C# programming language you might be wondering how it's relate to .NET. After all, it seems like the theme.NET is applied to many things. What is .NET? Is C# part of .NET? How does .NET work? Why do you need to learn about .NET? Okay, in this module, you learn about .NET and its ecosystem, the technical aspect of the system, each part's role in helping you build and deploy your software. The .NET ecosystem as a whole, including the resources that can help you learn, way that you can contribute to this ecosystem. Okay. អញ្ចឹងខ្ញុំត្រួសអំពីចំណុចដែលបានអានរួចអូខេអញ្ចឹងកន្លែងនេះគេចង់មានន័យថាអ្វីដែលខ្ញុំយល់ហើយបើមានអីខុសអាចព្យាយាមបន្ថែមបង្ហាញខ្ញុំ comment ខាងក្រោមវីដេអូបាទអញ្ចឹងបើសិនជាយើងគឺជា programming language ដែលថ្មីជាមួយ program C# programming language អញ្ចឹងយើងអាចឆ្ងល់ដែរថាតើវាទាក់ទងជាមួយនឹង .NET នឹងម៉េចបន្ទាប់ពី.NET នឹងម៉េចបើយើងមើលទៅដូចហាក់ដូចជា theme.NET ហ្នឹងគឺបាន apply វត្ថុច្រើនទៅក្នុង.NET ហ្នឹងណាអញ្ចឹងតើ C# តើ .NET ហ្នឹងអីគេហើយ C# ហ្នឹងវាជាផ្នែកមួយនៃ .NET មែនហើយតើវាធ្វើការម៉េចហើយហេតុអីបានយើងត្រូវរៀនអំពី .NET បាទអាហ្នឹងមក clear ប៉ុណ្ណេះគេចង់មានន័យអញ្ចឹងអូខេអញ្ចឹងនៅក្នុង module ហ្នឹងបានន័យថាបើនៅក្នុង
system ណានៅក្នុងប្រព័ន្ធប្រភេទ system គេហៅថា module នោះមានន័យថាវាជាផ្នែកមួយតូចដែលនៅក្នុង system ទាំងមូលបានន័យថាឧទាហរណ៍ថានៅក្នុង system ERP មួយចុះអញ្ចឹងនៅក្នុង system ERP បើមែនតើទៅគឺវាមានផ្នែកជាច្រើននៅក្នុងហ្នឹងណា module ជាច្រើននៅក្នុងហ្នឹងអញ្ចឹង module ហ្នឹងជាបណ្ដុំនៃ function ជាច្រើនតទៀតអញ្ចឹងណាបាទអញ្ចឹងអាហ្នឹងយើងយល់ប៉ុណ្ណឹងទៅ module ហ្នឹងមានន័យថាវាផ្ដាច់ចេញពីគ្នាដូច C# វាជា module មួយ .NET វាក៏ជា module មួយដែរប៉ុន្តែវា relate គ្នាអូខេអញ្ចឹងខ្ញុំគិតថាអាចយល់បានបាទអញ្ចឹងនៅក្នុង module មួយហ្នឹងបានន័យថានៅក្នុងមេរៀន introduction មួយហ្នឹងគេចង់មានន័យអញ្ចឹងឧទាហរណ៍យើងមាន application យើងមានអានេះឧទាហរណ៍នៅក្នុងនេះវាមាន module ច្រើនទៀតមាន introduction មានអីផ្សេងទៀតទៅអញ្ចឹងទៅបាទអញ្ចឹងអាហ្នឹងជា module ទូចៗនៅក្នុងហ្នឹងឯងបាទតោះអញ្ចឹងយើងទៅបន្តទៀត .NET and its ecosystem .NET ដែលវានឹងជា ecosystem អូខេ ecosystem អញ្ចឹង ecosystem ខ្ញុំក៏អត់ទាន់យល់ច្បាស់ពីវាប្រហែលដែរប៉ុន្តែយើងនឹងទៅមុខបន្តទៀតឥឡូវនៅក្នុងមេរៀននេះគេនឹងបញ្យល់យើងអញ្ចឹងយើងទ្រាំសិនទៅអូខេទៅមុខទៀត the technical aspect of system aspect គេបងប្អូនតែនមួយមកអត់ចេះហងទិដ្ឋភាពអញ្ចឹង technical aspect of the system aspect of the system ទិដ្ឋភាពហ្នឹងអីគេមានន័យថា aspect ខ្ញុំពេលខ្លះខ្ញុំយកខ្មែរទៅបកប្រែខ្ញុំអត់យល់ដែរណា aspect aspect of system aspect of aspect something aspect meaning ក៏លើវាទៅលំទៅលេជាងខ្មែរយើងទិដ្ឋភាពហ្នឹងយើងដឹងថាវាមិនតែដល់ពេលបកប្រែនៅក្នុងភាសា coding វាអត់ត្រូវតែប៉ុន្តែយើងប្រើ AI វាស្រួលវាផ្ដល់ឲ្យយើងត្រូវជាងអានេះទៀតឥឡូវយើងគួរតែមាន AI មួយទៅដើម្បីចាប់បកប្រែយើងយក Chat GPT ទៅដល់ចូល Chat GPT ទៅអូខេអញ្ចឹងនេះ Chat GPT អញ្ចឹងយើង ask question aspect meaning អញ្ចឹង Chat GPT នឹងប្រាប់យើងវិញណាបងប្អូន aspect meaning វាឲ្យស៊ូម្ដងទៀតaspect meaning yeah អញ្ចឹងអានេះរៀងទលំទលាយជាង multiple meaning dependent on context here is overview a general definition in everyday language aspect refer to a particular ឥឡូវបើសិនកាន់តែអត់ច្បាស់ទៀតយើងឲ្យវាមកប្រែទៅខ្មែរទៀត translate to ខ្មែរអញ្ចឹងពេលខ្លះខ្ញុំព្យាយាមបើខ្ញុំអត់យល់ពាក្យហ្នឹងខ្ញុំជួនកាលធ្វើមុខអត់រួចអញ្ចឹងយើងត្រូវធ្វើម៉េចរកវិធីធ្វើម៉េចឲ្យយល់ពាក្យហ្នឹងទៅបានយើងទៅមុខបានទស្សនវិជ្ជាការមើលឃើញការយល់ដឹងអំពីអ្វីមួយយល់ដឹងអំពីអ្វីមួយបាទអញ្ចឹងយើងមើលគេវិញ technically of system អញ្ចឹងគេហៅថា technique នៃការយល់ដឹងអំពី system អូខេតាមហ្នឹងណាសង្ឃឹមថាវាអញ្ចឹងបើខ្ញុំមិនមែនអ្នកជំនាញភាសាអង់គ្លេសដែរពេលខ្លះរំលងខ្លះទៅណាបងប្អូនយើងអត់ដឹងរំលងវាទៅព្រោះវាជាគេថាទ្រឹស្ដីអញ្ចឹងជួនកាលតតែអនុវត្តបានដឹងថានឹងមិនទៀតតទៀតកុំគិតយូរអូខេ technical aspect of the system អញ្ចឹងវាជាផ្នែកមួយនៃ system ដែរវាជា technical មួយដែរបាទ each part a rule a
each part's role in helping you build and deploy your software ហ្នឹងហើយ each part role កនៃ role ផ្នែកនៃ role នីមួយៗហ្នឹងគឺជួយឲ្យយើង build ហើយនឹង apply deploy ហ្នឹងយើងដឹងហើយ deploy យើងមិនយក code យើងទៅដាក់នៅលើ server ឬក៏នៅលើ local អីចឹងទៅបាទ deploy នេះយើង public code public application មកយើង deploy software អូខេ .NET the .NET ecosystem as a whole including the resource that can help you learn ways that you can contribute to this ecosystem យ៉ាចឹងឃើញយើងឃើញមានពី ecosystem ហ្នឹងអញ្ចឹងឥឡូវយើងកុំឲ្យខាតពេលយូរយើងឃើញវាច្រើនដងពេកទៅ search ChatGPT ដើម្បីឲ្យ ChatGPT ជួយយើងតែម្ដងទៅ ecosystem meaningអូខេ ChatGPT កំពុងតែ search ប្រព័ន្ធ ecosystem មានន័យថាសហគមន៍នៃអង្គភាពរស់និងបរិស្ថានអ្វីដែលវាអនុវត្តសហគមន៍អូខ្មែរចាប់ផ្ដោយបកប្រែមកមិនយើងមិនខ្មែរបកប្រែខុសតែពាក្យជ្រៅជួនកាលក៏យើងអត់យល់ដែរ ecosystem តោះដឹងតែ system បែបលក្ខណៈ eco ទេសចរ Oh my god ចាំបកប្រែដែរបងប្អូនជួយបកប្រែឲ្យខ្ញុំផង ecosystem មានន័យថាម៉េចបងប្អូនជួយខ្ញុំអរគុណមែនតើបាទដោយសារខ្ញុំអត់ទាន់យល់ច្បាស់ទេខ្ញុំស្ទើរណាស់បងប្អូនអញ្ចឹងមកខិតខំរៀនថែមណាអូខេតោះទៀត ways that you can contribute to this ecosystem បានន័យថាវិធីដែលអ្នកអាចដំណើរការទៅកាន់ ecosystem បានហ្នឹងហើយមានន័យថាវិធីដែលអាចឲ្យយើងធ្វើការ contribute នឹង processing ហ្នឹងបងប្អូន contribute ដំណើរការហ្នឹងចឹងបកប្រែទៀតទៅបើថាមិនច្បាស់រួមចំណែកណាទៅពេញដំណើរការតែតាមពិត distribution តា contribution can contribution to this ecosystem វាជាវិធីមួយដែលអាចរួមចំណែកទៅកាន់ ecosystem to this ecosystem អូខេតទៀតfinally you write C# code using a web-based editor to better understand how the part of .NET work together to create a .NET application បាទអញ្ចឹងចុងក្រោយយើងនឹងសរសេរ code C# ដែលប្រើជាមួយ web-based editor ដើម្បីយល់ឲ្យបានប្រសើរជាងមុនហើយនឹងធ្វើការជាមួយនឹងផ្នែក .NET ហើយ create .NET application អូខេយល់ខ្លះដែរតើបងប្អូនបាទអង់គ្លេសឃើញវាសរសេរមកនៅក្នុង website official បើន័យថាយើងងាយស្រួលអានហើយយើងអាចយល់ន័យដែលគេចង់សរសេរពីអីចឹងណាអញ្ចឹងគឺ recommend 100% មួយ10/10មកឲ្យរៀនពីនឹងសិនទៅចាំបែកទៅរៀននៅកន្លែង website ផ្សេងទៀតយើងយកមកយកគ្រឹះមកយកមូលដ្ឋានពី official website បាទតទៀត by the end of this module you'll have a good understanding of .NET and you'll be ready to take your next step in build .NET application. Let's go. Learning objective. By the end of this module, you're able to describe the major part of .NET and its ecosystem. Explain how .NET language and the .NET compile runtime and library work together. មិនបានតដែលចឹងខ្ញុំមើលដូចជាដល់ហ្នឹងហើយថើខ្ញុំមានអារម្មណ៍ថាដូចខ្ញុំមើលដល់ហ្នឹងហើយ
Rất khó từ .NET này là introduction .NET này là okay, don't worry taoយើងទៅទៀតចឹង if you don't have experience ចឹងយើងមានហើយអានេះយើងមានហើយអញ្ចឹងយើងទៅ chapter what is .NET បាទចឹងយើងទៅ what is .NET អញ្ចឹងនៅក្នុងនេះយើងទៅមើលទាំងអស់គ្នា when someone use the term .NET term នេះបើយើងបកប្រែជាខ្មែរមានន័យថារយៈពេល payment term អីចឹងណាបាទ payment term ហ្នឹងហើយបងខ្ញុំវិធីដែលខ្ញុំរៀនខ្ញុំគឺខ្ញុំធ្វើបែបហ្នឹងបានន័យថាពាក្យណាខ្ញុំអត់យល់ខ្ញុំមើលទៅដូចប្រហែលដែរតែខ្ញុំអត់ច្បាស់អញ្ចឹងបកប្រែវាទៅយើងបកប្រែទៅចង្កោយវាធ្វើឲ្យយើងយល់បើធ្វើអត់ឲ្យយើងយល់យើងទៅ search ChatGPT ឲ្យវាបញ្ចូលបន្ថែម That's why I always use when I'm learning by myself self learning right okay when someone use the term .NET what they mean greatly depend on context yeah in this unit you learn about .NET by looking at it as an ecosystem sorry អញ្ចឹងនៅចំណុចមួយនេះគឺគេចង់មានន័យថានៅពេលដែលមនុស្សឬនៅពេលដែលនរណាម្នាក់ someone ប្រើប្រាស់រយៈពេលនៅធ្វើ .NET ហ្នឹងប្រើប្រាស់រយៈពេលថា use the term .NET ប្រើរយៈពេលជាមួយនឹង .NET what they mean greatly dependent on context មានន័យថាវាអាស្រ័យទៅលើបរិបទជុំវិញពួកគេដែលវាល្អថាក្នុងការប្រើប្រាស់ .NET អត់ចឹងណាចា៎ហ្នឹងគេចង់និយាយពីបរិបទដែលយើងប្រើប្រាស់ទេបរិបទដែលយើងប្រើប្រាស់ .NET ហ្នឹងបាទអញ្ចឹងខ្ញុំចង់ដឹងបន្ថែមជាមួយនឹងភាសាខ្មែរវាមានន័យថាម៉េចនៅពេលនរណាម្នាក់ប្រើរយៈពេល .NET អ្វីដែលពួកគេមានន័យយ៉ាងខ្លាំងអាស្រ័យលើបរិបទវាបកប្រែតាម clear flow អញ្ចឹងវាអត់ត្រូវទេមានន័យថាខ្ញុំមានអារម្មណ៍ថាដូចអត់ត្រូវបាទ what they mean greatly depend on context អញ្ចឹងគឺជាអ្វីដែលពួកគេមានន័យថាទៅផ្អែកលើបរិបទជុំវិញទៅហើយ context នឹងបរិបទជុំវិញទៅIn this unit you learn about .NET by looking at it as an ecosystem in other words .NET is a collection of many parts and people that together create a powerful environment for building application បាទអូខេអញ្ចឹងin order នេះយើងបានបកប្រែខ្មែរលើកមុនគឺមានន័យថាម្យ៉ាងវិញទៀតអីចឹងទៅណានិយាយសាមុនណាដូចគ្នាម្យ៉ាងវិញទៀត in other word in other word ម្យ៉ាងវិញទៀត in other word .NET is collection of many parts and people that together create a powerful environment for building application ម្យ៉ាងវិញទៀត .NET គឺប្រមូលផ្ដុំនៅផ្នែកជាច្រើននៃមនុស្សដែលអាចឲ្យបង្កើតនៅ environment ដែលមាន powerful បាទ powerful យើងដឹងហើយដែលមើលទៅអស្ចារ្យសម្រាប់ build application នេះចឹងទៅអូខេអញ្ចឹង .NET គឺ powerful application powerful environment ដើម្បីយើងអាច build ជាមួយនឹង web based ព្រោះយើងបាន introduction previous unit ចឹងបាទតោះទៀត .NET is an ecosystem for application development ចឹងគឺ .NET អាចឲ្យយើងធ្វើបានរឿងជាច្រើនអញ្ចឹងយើងដឹងហើយ .NET
cứ ở vậy cứ .net và tỏ tiết .net is an ecosystem for application development yeah chẳng .net ហ្នឹងវាគឺជា ecosystem មួយសម្រាប់ application development ecosystem បាទ ecosystem តទៀតកន្លែងនេះខ្ញុំសូមបកប្រែទេខ្ញុំយល់មិនសូវជាច្បាស់តើតើមួយខ្មែរអញ្ចឹងខ្ញុំគិតថាបើសិនជាបងប្អូនយល់អាចជួយបញ្ចូលបន្ថែមមកខ្ញុំវិញមកខ្ញុំរៀនណាមិនមែនខ្ញុំបរៀនទេណាខ្ញុំរៀនអញ្ចឹងកន្លែងខ្លះខ្ញុំអត់យល់ខ្ញុំ keep ដែរដើម្បីចង់ឲ្យទៅមុខសិនតែចាំស្វែងយល់វាតាមក្រោយទៀតបាទចង់បញ្ជាក់វីដេអូមិនមែនខ្ញុំបរៀនទេគឺខ្ញុំរៀនខ្លួនឯងទេបាទអញ្ចឹងបើបងប្អូនចង់រៀនមួយខ្ញុំអូខេ look it at let's watch this video okay តោះទៀត The term ecosystem describes the multiple function of an application development environment and the community that surround it អ្នក affect អស់នេះអីគេបងប្អូន affect អស់នេះអត់ចេះបកប្រែមួយផ្នែកមួយនៃ application development environment term the term ecosystem describe the multi facts of an application development environment and the community that surround it. These facts combine to create a compelling reason. Yes, compelling ក៏អត់ច្បាស់ដែរពាក្យហ្នឹងគួរឲ្យទាក់ទាញ okay compelling reason yeah to invest in learning.net and building .net application ឥឡូវយើងបកប្រែទាំងអស់ទៅបើអានខ្មែរយល់ចាំគិតទៀតពាក្យប្រព័ន្ធ ecosystem ពីពណ៌នាអំពីច្រើនផ្នែកនៃបរិយាកាសអភិវឌ្ឍកម្មវិធីនិងសហគមន៍ដែលជុំវិញវាផ្នែកទាំងនេះរួមបញ្ចូលគ្នាដើម្បីបង្កើត .net គួរឲ្យទាក់ទាញហេតុផលក្នុងការវិនិយោគក្នុងការរៀន .net និងការកសាងកម្មវិធីជាមួយ .net application កម្មវិធីអញ្ចឹងយើងយល់ហើយទៅអញ្ចឹងមានន័យថានេះជាមូលហេតុដែលយើងត្រូវរៀន .net ដែរអូខេតទៀតអញ្ចឹងUse .NET language and compiler to run application in .NET runtime. Software developer use .NET language like C# and F# to write soft code. Each line of code they write express an instruction or command the computer should perform while the program is running. Software developer អ្នក developer ហ្នឹងបានប្រើប្រាស់ .NET language ដូចជា C# អញ្ចឹងមានន័យថា .NET language ដូច C# ឬក៏ F# អញ្ចឹងនៅក្នុង .NET នេះគឺរួមបញ្ចូលភាសា C# ផង F# ផងបាទនៅក្នុងហ្នឹងយើងអាចប្រើជាមួយ C# ផង F# ផងទៀតតែ F# ដែលពណ៌ទេបាទដើម្បីសរសេរនៅ soft code ហើយ line នីមួយៗហ្នឹងគឺពួកគេសរសេរគឺបានបង្ហាញអំពី instruction command line និង instruction ដូចជាគំរូប្លង់ឯងមើលច្បាស់សេចក្តីណែនាំ instruction សម្រួលប្លង់ទៅទៀតទេតាអង់គ្លេសមកបេនអង់គ្លេស instruction or command the computer should perform while the program is running អូខេអញ្ចឹងកុំព្យូទ័រវានឹងដំណើរការនៅពេលដែល program ចាប់ផ្ដើម run yeah before software developer can run their code they must first compile it អញ្ចឹងយើងដឹងស្រាប់ហើយថាភាសា programming language C# language នេះគឺយើងជាប្រភេទ compile language អញ្ចឹងរាល់ការធ្វើទាំងអស់គឺយើងត្រូវការ build ឬក៏ compile សិន compile code យើងសិន
compile ហ្នឹងគឺ build ហ្នឹងហើយបាទបើតែ build ហើយបាន run ដើម្បីឲ្យ compiler វា convert file ហ្នឹងតែប៉ុន្តែនៅក្នុង Visual Studio គឺយើង run ក៏បាន run ហ្មងក៏បាន build ហើយចាំ run ក៏បានដែរព្រោះឯនៅពេលដែលយើង run ហ្មងគឺវាចាប់ផ្ដើម build code យើងដូចគ្នាចឹងគ្រាន់តែគេបញ្ជាក់ផ្នែកមួយឲ្យច្បាស់ចឹងណាដើម្បីយើងយល់ស៊ីជម្រៅថានៅពេលដែលយើងសរសេរយើងត្រូវដើម្បី prevent error របស់យើងកុំឲ្យវាដល់ down screen យើងអាចbuild មុនទៅហើយចង់ដឹងថា error កុំឲ្យវាចំណាយពេលយូរចឹងណាបាទតទៀត .NET Compiler is a program that converts the source code in any support programming language into a portable language called intermediate language IL intermediate language អញ្ចឹងអានេះ IL នេះគឺមានន័យថា intermediate language ភាសាដែលបន្ទាន់ហើយភាសាportal អញ្ចឹង portal ពាក្យថា portable មានន័យថាម៉េចបកប្រែខ្មែរមួយទៀតចល័តអូខេចល័ត portable ចេះពាក្យខ្លះយើងតើអាន4 10ដងជួបអញ្ចឹងទៅបានចាំពាក្យខ្លះខ្ញុំថ្មីដែរបាទអញ្ចឹងគាត់ថាមករៀនហ្នឹងគឺមករៀនហ្នឹងមិនមែនមកបរៀនទេបាទមករៀនហ្នឹងឆ្នាំខ្ញុំគឺខ្ញុំរៀនតែឆ្នាំដើម្បីរៀនហើយចាំ10ឆ្នាំក្រោយទៅទោះអីទុកទៅមើលខ្លួនឯងវិញនៅពេលដែលយើងរីកចម្រើនមិនយើងដឹងថាអូពីមុនយើងមិនបើយើងអត់ record អ្វីដែលយើងអត់ចេះពីមុនទេយើងអត់ដឹងថាពីមុនយើងមិនអញ្ចឹងយើង record ហើយដាក់វាចោលនៅលើ cloud ទៅ YouTube Facebook TikTok អីទៅខ្ញុំគំនិតគឺគិតបែបហ្នឹងបានចេញជាវីដេអូរៀនខ្លួនឯងទៅចាប់ដើមដោយ beginner អូខេបែក hosting ដល់ណាអញ្ចឹងយើងមិញយើងដល់កន្លែង portal នេះចល័ត language into portal language called intermediate language yes អូខេអញ្ចឹងនៅក្នុង .NET Compiler គឺ program ដែលយើងសរសេរហ្នឹងកូដទាំងអស់ហ្នឹងវានឹង convert ទៅជា source code មួយដែលវា support ជាមួយ programming language ហ្នឹងហើយវាបោះបញ្ចូលទៅក្នុង language ចល័តមួយដែលហៅថា portal language ហើយយើងហៅវាម្យ៉ាងទៀតថា intermediate language IL ចឹងអាហ្នឹងយើងគ្រាន់តែស្គាល់ចំណាំឈ្មោះវាសិនទៅថា IL នឹងអីគេហើយយើងចាំទៅបន្តទៀតតើវានឹងបញ្ចូលយើងអត់នៅក្នុង section មួយនេះអូខេ The .NET compiler save the IL code into a file called a .NET assembly អូខេអញ្ចឹងមានន័យថា compiler បានធ្វើការ save code យើងទៅក្នុង file មួយដែលហៅថា .NET assembly អញ្ចឹង code យើងដែលបានសរសេរទាំងអស់នេះពេលដែលយើង build ទៅវានឹង generate វានឹងបង្កើតវានឹង save file ទៅជា .NET assembly yes I got it តោះទៅអញ្ចឹង assembly នឹងអីគេនៅក្នុង code បកប្រែassembly ការប្រមូលផ្ដុំហ្នឹងហើយការប្រមូលផ្ដុំទៅជា assembly ទៅជាអី .NET assembly ចង់យល់ពី assembly ឲ្យបានកាន់ច្បាស់ចាំ research បន្ថែមខ្ញុំនឹងគិតនឹងទុកសិនចាំខ្ញុំមានរៀនចប់ខ្ញុំនឹងព្យាយាម research បន្ថែមទៅទៀតហ្នឹងបាទអញ្ចឹងការប្រមូលផ្ដុំ assembly អូខេខ្ញុំមិនគិតថាវានឹងច្រើនពេកទេបាទព្រោះពាក្យហ្នឹងយើងអាចមើលបកប្រែខ្មែរទៅយើងអាចយល់ដែរន័យថាវា save code ទៅជា assembly ប៉ុន្តែវាប្រមូលផ្ដុំ code ទាំងអស់ហ្នឹងនៅក្នុង .NET តែមួយទេវាអត់ទៅធ្វើអីទេវាអត់យក code យើងទៅណាទេអញ្ចឹងវាប្រមូលផ្ដុំដាក់នៅក្នុង .NET ហ្នឹងតែមួយហើយឲ្យapplication របស់យើងហ្នឹងពេលយើង run វាទៅទាញយកពីកន្លែងដែល .NET នឹងប្រមូលផ្ដុំហ្នឹងបើពី assembly ហ្នឹងមក display ឬមក output ហ្នឹងឯងអាហ្នឹងវាដែលខ្ញុំយល់បាទយល់ខ្លួនឯង
by compiling the code into an intermediate format. You can use the same code base wherever you run the code. By compiling the code into an intermediate format, you can use the same code base wherever you can run the code. Wherever nóមានន័យថាយើងនៅពេលដែលយើង compile code នឹងហើយវានឹងបោះទៅក្នុងអា format embedded គេហៅ IL language ហ្នឹងបាទ embedded language ហ្នឹង format ហ្នឹងហើយយើងអាចប្រើប្រាស់នៅ code ដដែលហ្នឹងនៅកន្លែងណាក៏បានដែរតែយើងអាចរ៉ាន code នឹងបានមានន័យថាគឺនៅលើ Windows ក៏បាន Linux ក៏បានបាទនេះvendor on Windows or Linux or on 32 bit 62 bit computer បាទ hardware អីចឹងទៅនេះអញ្ចឹងវា powerful មែនតើបាទទៅមួយ .NET តទៀត .NET Runtime is an execution environment for your compiled .NET assembly. In other words, the .NET Runtime is what execute and manage your application as it's run on a host operating system. បាទអញ្ចឹងម្យ៉ាងទៀតកន្លែងនេះបើន័យថា .NET Runtime ហ្នឹងគឺវា execute នៅក្នុង environment សម្រាប់អា compiler .NET assembly ហ្នឹងអញ្ចឹងវា compile នៅហ្នឹងណាវាថានៅហ្នឹងណាអាហ្នឹងគេនិយាយពី compiler របស់វាបាទយើងចង់ដឹងថាវា compile ហ្នឹងវា compile នៅណាអញ្ចឹងនេះកន្លែងដែលវា compile ហ្នឹងគឺនៅruntime នេះ .NET runtime is a execution environment for your compiler .NET assembly អញ្ចឹងនេះគឺកន្លែងប្រមូលផ្ដុំអាហ្នឹងវាមក compile ហ្នឹងហើយម្យ៉ាងទៀត .NET runtime ហ្នឹងគឺជាអ្វីដែលគឺ is what execute គឺជាអ្វីដែលបានដំណើរការហើយ manage ទៅលើ application យើងដែល deal ជាមួយ .NET ហ្នឹងឲ្យវា run នៅលើ hosting operation system អញ្ចឹងអាហ្នឹងដូច server សម្រាប់យើង host អញ្ចឹងណានេះអញ្ចឹងឲ្យវា run នៅលើហ្នឹងអាហ្នឹងនៅពេលដែលយើង compile ឬក៏យើង build code យើងហើយយើង publish វាហើយព្រោះអីនៅក្នុងការបង្កើត application ទាក់ទងជាមួយនឹង .NET មុននឹងយើង publish ទៅ cloud យើងត្រូវ build វាសិនបាទយើងអាចប្រមូល.NET assembly ហ្នឹងទៅដាក់នៅមួយ file ដែលហៅថា DLL ហ្នឹងទៅ publish នៅលើ hosting នៅលើ server របស់យើងបាទអញ្ចឹងវាចង់មានន័យថាអញ្ចឹងបាទហ្នឹង We talk more about what the .NET Runtime does in just a moment យើងនិយាយបន្ថែមទៀតអំពី .NET Runtime ថាតើវាធ្វើអីបានទៀតនៅពេលបន្តិចទៀតនេះ in just moment ហើយ in just moment គ្រាន់តែជា moment មួយណា That's right in just momentគ្រាន់តែជា moment មួយហើយបងប្អូនគេបកប្រែអញ្ចឹងមែនមានន័យថាយើងនិយាយបន្ថែមអំពីអ្វីដែល .NET Runtime នឹងធ្វើនៅក្នុង moment in just a moment បាទឥឡូវយើងយល់បានប៉ុណ្្នឹងមែនបកប្រែខ្មែរទាំងអស់បណ្ដោយពេល run .NET គឺជាបរិយាកាសប្រតិបត្តិសម្រាប់ .NET assembly ដែលអ្នកចងក្រងរបស់អ្នកដែលបានចងក្រងរបស់អ្នកម្យ៉ាងទៀត .NET Runtime គឺជាអ្វីដែលប្រតិបត្តិនិងគ្រប់គ្រងកម្មវិធីរបស់អ្នកនៅពេលដែលវាដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនយើងនិយាយបន្ថែមអំពីអ្វីដែល .NET Runtime ធ្វើគ្រាន់តែជា moment មួយI got it អញ្ចឹងត្រូវហើយខ្ញុំអត់ចេះខ្លួនឯងអញ្ចឹងមានន័យថាគេចង់មានន័យថា.NET Runtime ហ្នឹងវាគ្រាន់តែជា moment មួយឯង
vì con để thưa movement mùi gì của tôi dương update code lại na chấn được bây giờ compile vì con để từ override bên đây video mấy mà override là chắc hết và các bạn chụp file assembly muối để latte chẳng nè ok mình chẳng fortunately some nang low as no a software developer just getting started with a .NET. You don't need to get into detail. You don't need to get into detail. You don't need to get into detail, of how this machine work. With experience, you come to more fully understand and appreciate the underlying power of .NET language and compile and runtime. So now, đôi software developer just getting started គ្រាន់តែចាប់ផ្ដើមជាមួយនឹង .NET អ្នកមិនចាំបាច់ត្រូវការ detail អំពីរបៀបម៉ាស៊ីនដើរដំណើរការហើយនឹង experience អ្នកអាចមកយល់យ៉ាងស៊ីជម្រៅឬក៏យ៉ាងពេញលេញហើយនឹង appreciate understanding បានឲ្យស្វែងយល់ឲ្យយល់បន្ថែមជាមួយនឹង .NET language ទៅហើយនឹង compiler ទៅគឺបានហើយអ្វីដែលខ្ញុំគិតថាកន្លែងហ្នឹងគឺគេចង់មានអញ្ចឹងមកន័យថាយើងប្រចាំជា expertise ដូចខ្ញុំថាវាជា beginner អញ្ចឹងយើងអាចដាក់ beginner យើងអាចមើលយល់បានបាទតោះអញ្ចឹងតទៀតបងប្អូនតទៀតចង់ដឹងថាទៅខាងមុខមានអីទៀតបាទអញសូមហើយខ្ញុំចង់ដឹងវាបានប៉ុន្មាននាទីហើយទៅអូខេបាន40នាទីបាទខ្ញុំរៀនបាន40នាទីទៀតហើយបងប្អូនដែរគឺពេលវេលាជាអ្នកប្រាជ្ញអញ្ចឹងអង្គុយអានអង្គុយមើលទៅកប់សេរីបាត់ហើយតោះ tip នេះមិនមែន tip money ណា tip នេះមានតែកលឹះឬក៏note tip សំខាន់ដែលយើងគួរតែចំណាំអញ្ចឹងទៅតាមយើងយល់ទៅបាទ tip ហ្នឹងពេញលេញឥឡូវបើចង់ដឹងច្បាស់នៃច្បាស់លាស់ដែល Google បកឲ្យយើងវាមានថ្មី translate ខ្មែរមួយទៀតបាទកលឹះច្បាស់ណាស់បងប្អូនខ្ញុំស្មានកលឹះ Sometimes people think that the C# programming language is .NET. However, C# and .NET are distinct. C# is a programming language syntax. As a part of syntax, you can reference and call methods defined in .NET code, library, or assembly. Next, you can use the C# compiler that's installed with the .NET SDK to create a .NET assembly. From your C# code, the .NET runtime, then run the .NET assembly. These distinctions are important concepts as you learn more about .NET and C#. កន្លែងនេះគេចង់និយាយថាពេលខ្លះមនុស្សគិតថា C# language នេះ C# language ហ្នឹងគឺជា .NET ទោះជាយ៉ាងណាក៏ដោយ C# ហើយនឹង .NET ហ្នឹងគឺ distinct នេះបើនៅក្នុងនេះប្លែក distinct ប្លែកបើនៅក្នុងនេះយើងស្មើនឹងខុសគ្នាដាច់វាអត់មែនជារបស់តែមួយប៉ុន្តែថាបើមាន C# បើ C# មានពីរហ្នឹងវាបំលែងវាត្រូវការទាំងពីរបាទន័យថាបើយើងសរសេរ application នៅក្នុង .NET
Chẳng nhữngត្រូវគេទៅសេជាមួយនឹង programming language C# ហ្នឹងអញ្ចឹងពីរហ្នឹងគឺវាត្រូវតែមានដូចគ្នាត្រូវមានដូចគ្នាបាទប៉ុន្តែ C# គឺជា programming language អញ្ចឹង C# វាអាច stand alone ក្នុងការ run បានតែបើ .NET វាក៏អាច run បានដែរប៉ុន្តែវាភាសារបស់វាគឺជាមួយ C# អញ្ចឹងទៅអូវល់ណាស់សូវយល់មែនទេអញ្ចឹងយើងបកប្រែមកទៅបាទហើយមើលខ្មែរសិនតើយល់អត់ពេលខ្លះមនុស្សគិតថាភាសាសរសេរកម្មវិធី C# គឺ .NET ទោះជាយ៉ាងណាក៏ដោយ C# និង .NET គឺប្លែក C# គឺជាវគ្គសាស្ត្រសម្ព័ន្ធភាសាសរសេរកម្មវិធីជាផ្នែកមួយនៃវគ្គសម្ព័ន្ធអ្នកអាចយោងនិងហៅវិធីសាស្ត្រដែលបានកំណត់នៅក្នុងបណ្ណាល័យកូដ .NET ឬ Assembly បន្ទាប់អ្នកប្រើប្រាស់វិធីចងក្រង C# ដែលត្រូវបានដំឡើងជាមួយនឹង .NET SDK ដើម្បីបង្កើន .NET Assembly ពីកូដ C# របស់អ្នកពេលដំណើរការ .NET បន្ទាប់មកដំណើរការប្រមូលផ្ដុំ .NET ភាពខុសគ្នាទាំងនេះគឺជាគំនិតសំខាន់នៅពេលអ្នកស្វែងយល់បន្ថែមពី .NET និង C#អូខេអញ្ចឹងដូចបកប្រែអញ្ចឹងបើអត់យល់ចាំ research បន្ថែមយើងតទៀតបាទអត់យល់យើងចាំតទៀតកុំបារម្ភយើងអត់យល់តែឡើយនេះក៏ជាកលឹះមួយដែរវាជាកលឹះមួយដែរបាទតទៀតយើងមកតទៀតokay. Use .NET application framework and library to harness pre-built functionality pre-built functionality បកប្រែអត់ចេញទៀតពាក្យនេះពាក្យនេះបកប្រែអត់ចេញទេបង harness pre-built functionality តទៀត All software is built in layer, meaning software run at various level of abstraction on a computer. At the lowest level, software communicate directly with your computer hardware. It controls the flow of data on the motherboard, processor, memory, and hard drives. At the next level, software allows the end user to provide instruction through an operating system. At the next level, software like .NET provide a way for you to develop and run application. At the next level, application framework and library of functionality allow you to quickly build rich application with less effort than older development method. A code library encapsulation functionality for a specific purpose into a single assembly. For .NET, thousands of libraries are available. This library can be first part or third part and can be commercial or open source. The library provides a vast array of functionality you can use in your application. You merely reference those assembly and call the method you need. In this way, as a developer, you build on the work of other software developer. You save time and integer because you don't have to build and maintain every feature yourself. ច្រើនមែនតើមកដល់ចំណុច
chẳng một bộ này mở một thay bán và nhóm từ tu với ra từ đấy về đến tràn chẳng ta một khát cái dừng từ cái đó mình ấy ở sơ dối một bộ này đi sơ thèm chẳng nhóm vô khát là đấy từ tạm năng tức. An application framework combines several related libraries along with starter project. Yes, starter project là này là chắc đầu project mấy tối mũi. Okay. File template, code generator. Another tool you can use this resolve to build entire or entire application for a specific purpose. These application frameworks are known as app model. For example, .NET application framework are available for popular app model like web development, desktop and mobile development, and game development. You can install the .NET SDK directly or by install Visual Studio 2022. The .NET SDK pre-install a comprehensive set of library and application framework called the base class library. You can use this library of code in your program regardless of the platform or app model you want to build. For other third-party library developer use package manager like NuGet to find and integrate code library from package repository like the NuGet gallery. Yes, it can be, man. What are the major app model? Major app và này ta tạo app model mean to neti again tuần thì thấy major app model nó miền tuần thì ai kê đó ta model cầm thì sẵn khăn miền nào vậy là I got it man. Major app major major it means sẵn khăn major mình miền tuần tí ok nhưng cái ta nhưng ở chỗ cho lọ tràn là tiếng bị và major đã nó you may wonder which framework support which app model. Use following table to map an app model .NET framework. Yeah, let's do it. Chẳng dùng miền framework chỉ chẳng chẳng nơiក្នុង.NET គឺមាន .NET Core ASP.NET Core ជា framework បាទហើយនៅក្នុង web ដដែលហ្នឹងគឺមាន ASP.NET Core MVC ទៀតអញ្ចឹង ASP.NET Core គឺជា framework សម្រាប់ build server side logicមួយទៀត web ASP.NET Core MVC មានន័យថាជា framework សម្រាប់ build server side logic ហើយជាមួយនឹង web page ឬក៏ web API ទៀតបាទអូខេតែអានេះអត់មាន web page ទេអានេះអត់មានអានេះបានបញ្ចូលជាមួយ web API ទៀតមួយទៀតគឺ web ASP.NET Core Razor Page ជា framework ដើម្បី build server generated HTML Razor បាទប្រើ Razor មួយទៀតគឺ web client នេះ Blazor គឺជា is a part of ASP.NET Core. Its two model is to mode allow for either document object model DMO manipulation where socket as a communication vehicle for running
server-side code or a WebAssembly implementation for running compiler, C# and browser មានន័យថានេះ all in one ឡើយមានទាំង .NET Core មានទាំង C# running compiler បាទអញ្ចឹងអានេះសម្រាប់ web client desktop អញ្ចឹងទៅទៅមួយ desktop យើងអាចមាន .NET សម្រាប់ Mac មួយផ្សេងដែរ allow .NET developer to build app for Mac device with native UI and API access. Desktop again WinForm, a framework for building battleship-grade Windows-style application. Desktop window presentation fundamental foundation WPF on the window presentation foundation framework a framework for build dynamic desktop application that conform to different form factor. WPF allow form element to perform movement, fade, grade, and other effect with the help of a rich library of animation. ត្រួសទៅអ្នកទាំងអស់គ្នាបាទខ្ញុំរៀនត្រួសទៅទេភាសាវាច្រើនមែនទែនបើសិនជាយើងត្រូវយល់ពីទាំងអស់ក៏ឲ្យយល់ស៊ីជម្រៅមកក៏អត់ទាន់ដែរព្រោះវាមានច្រើនមែនទែនគាត់ថាស្តៀងគ្នាដែរមានន័យថា .NET គឺអាច support បានជាច្រើន platform ឥឡូវនេះរួមទាំង Mac OS ផងដែរបាទអញ្ចឹងយើងរៀន .NET មិនខកបំណងទេយើងចង់ build app ជាមួយនឹង .NET ហើយdeploy ទៅជាមួយនឹងអីក៏បានដែរបាទអត់បារម្ភទៀតទេតា Let's do it. .NET also ខ្ញុំសូមមកដល់នេះ allow .NET developer to build app for iOS and iPadOS with native UI គឺមែនតើបាទគឺមានទាំងអស់ហ្មងបាទគឺមើលទៅបាទឥឡូវនេះមានមួយទៀតគឺ .NET Move .NET Move UI MyUI .NET MyUI គឺគាត់ .NET Move អញ្ចឹងណា multi-platform app UI បាទ the premium way to build app for OS Android Mac and Windows from a single share code base with native UI and access to native API បងប្អូននេះស្មើនឹង Flutter ដែលអាច build មកយើងសរសេរ code តែម្ដងនេះទេប៉ុន្តែវា support គ្រប់ platform ទាំងអស់គ្រប់ Windows គ្រប់ចឹងនិយាយគ្រប់ operation system ដែលមានណាចឹងមែនទេ C# .NET ហ្នឹងបាទអូខេចឹងយើងទៅចំណុចបន្តទៀត .NET also popular third-party and open-source gaming development environment and engine like Unity ចឹងយើងដឹងហើយថា Unity គឺប្រើប្រាស់ C# ទេ code C# ប៉ុន្តែ code បែបណាយើងអត់ដឹងទេយើងអត់ដែលទៅបានធ្វើជាមួយវាដែរបាទតទៅទៀត use .NET tool to build .NET app software developer rely on tool to write code add reference to code library compile code and debug code this section describes several .NET tools you use to build .NET application អូខេអញ្ចឹងនៅក្នុងនោះយើងមាន Visual Studio 2022 is a Microsoft flagship development environment. Millions of developers use it to build .NET application. A graphical user interface that includes menu, window, visual design, dialog box, and wizard guide developers through the application development process. Visual Studio 2022 is available in 3 editions:
community, professional, and enterprise. Each edition include different tool and is licensed for different purpose. Visual Studio Code is a Microsoft flagship code editor. Flagship mean what? Mean about meaning smartphone. Oh, Microsoft flagship smartphone. No, like that. Oh, it's my water. No. Singapore không có là ban vô ok có tiền mà code editor that support multi-programming language and is supported on Windows, Mac, and Linux. C# Kit extension bring improved edition editor for C# development to Visual Code បាទអញ្ចឹង Visual Code ក៏យើងអាចទៅសេជាមួយ C# បានដែរបាទឥឡូវនេះបាទគឺយើងប្រើជាមួយ extension Visual C# Kit បាទអូខេ and enhance the experience of working with .NET project with support for a solution explore project system testing enhancement and explore AI assistant development and a powerful language service for best-in-class C# language features such as code navigation រួមចំណែកត្រូវទេបងប្អូន reflectoring semantic awareness and more. Okay, let's to the next step. Developer who prefer a command line workflow may use a combination of a Visual Studio Code, the world's most popular code editor, and the .NET command line interface. .NET CLI command line interface. CLI, yes. So furthermore, you can choose Furthermore, you can choose from numerous. I don't know. My pronunciation is correct or incorrect. A first party and third party tool for many advanced .NET use case. Options include code profile, unit test runner, and code coverage analyzer. Yeah. You can find other .NET tool for other scenario. For example, later in this module, you can work with Try.NET. You use this browser-based interface to write simple application to help you learn the C# programming language. Oh my god, អញ្ចឹងbrowser ដែលយើងសរសេរគឺសរសេរជាមួយ .NET អញ្ចឹងគឺ .NET យើងអាចប្រើបានច្រើនមែនតើជាមួយនឹងការសង្ខេបឡើងវិញគឺបើខ្ញុំសង្ខេបឡើងវិញទៅមានន័យថាអានេះគឺយើងប្រើប្រាស់ tool ដើម្បី build ជាមួយ app ដែលប្រើជាមួយ .NET ណាបាទអញ្ចឹងយើងអាចប្រើប្រាស់បានច្រើនតទៀតទ្រុសដោយសារទ្រឹស្ដីច្រើនណាស់បងប្អូនខ្ញុំរៀនទ្រុសទេនេះខ្ញុំមិនសូវចេះទ្រឹស្ដីហ្មងទេបាទការអនុវត្តគឺបានខ្លះមើលកូដតែអាចយល់ខ្លះអញ្ចឹងណាបាទតទៀត find solution and
Hey, not yet. Finish this line. You can find other tool on either. Yeah. Find solution and answer in the document and tutorial. បើន័យថាយើងរកដំណោះស្រាយនឹងចម្លើយនៅក្នុង document ដែលហើយនឹងឯកសារផ្សេងៗហ្នឹងបាទ Microsoft actively provide a rich set of documentation, tutorial and training. យ៉ាអញ្ចឹងMicrosoft ក៏បានផ្ដល់ជូននៅ document មួយ set ដែលវា actively ហ្មងមានតែ update ជាប្រចាំហ្មងចង់និយាយអញ្ចឹងទៅ update ជាប្រចាំ actively Microsoft ផ្ដល់នៅសំណុំឯកសារការបង្រៀននិងការបណ្ដុះបណ្ដាលដ៏សម្បូរបែបអ្នកអាចស្វែងរកសម្ភារៈសិក្សានៅក្នុងទម្រង់ពេញនិយមដើម្បីជួយអ្នកនៅជំហាននីមួយៗក្នុងការដំណើរការសិក្សារបស់អ្នកអូខេអញ្ចឹងយើងមើលខ្មែរក៏រៀងយល់ដែរមើលទៅបាទបើអង់គ្លេសអត់យល់មើលខ្មែរទៅ Following the table feature a few great resources you may want to bookmark and come back to. Microsoft Learn, Partner and Practice, .NET Video, Get Started with C#. Okay. បងប្អូនអូខេខ្ញុំនឹងបញ្ចប់ភ្លាមៗទេបាទអានេះយើងដឹងហើយយើងអាចចូលទៅមើលបាន Learn and share solution with .NET community អញ្ចឹងបើន័យថាយើងរៀនហើយយើង share ពីអ្វីដែលយើងរៀនពីអ្វីដែលយើងបានធ្វើទៅកាន់ .NET community ទៅបាទអញ្ចឹងមួយទៀតគឺ .NET ecosystem extension beyond coding okay language .NET ecosystem extend beyond language library and tool to the people you're free in interact by learning from and contributing to the core community. Oh my god ไม่สอนไลน์អានច្រើនទេបាទអញ្ចឹងអានេះមានន័យថានៅក្នុង extension នៃ .NET ecosystem ហ្នឹងគឺជាBeyond នេះមានន័យថាជារបស់ឯកជនទៅជារបស់បែបហ្នឹងលើពីនេះBeyond ប្រព័ន្ធ Ecology .NET ពង្រីកលើសពីនេះភាសាបណ្ណាល័យនិងឧបករណ៍ដល់ប្រជាជនអ្នកមានសេរីភាពក្នុងការអន្តរកម្មដោយរៀនសូត្រនិងរួមចំណែកចែករំលែកដល់សហគមន៍ផងដែរមានន័យថាវាអត់សូវត្រូវដែរមករួមចំណែកនៅក្នុងសហគមន៍ទៅកាន់សហគមន៍ពីការរៀនរបស់អ្នក you're free interact by learning okay interact by learning okay តោះទៀត Learn.NET community member hold in person meets up and live online event they build open source software participate in Q&A forum and record video tutorial they write book and blog posts that help you learn and get unstuck when you're not sure what to do next contribute.net is open source on GitHub the .NET Foundation manage the project in this repository this independent organization is dedicated a growing a trust community friendly open source ecosystem around the .NET development platform. In this repository, you can share your unique perspective and voice to help others learn. Okay. ទៅគិតមើលបន្តិចមើលតែមានអីខ្លះ
នេះអញ្ចឹង .NET platform យើងចង់ធ្វើពីអីយើងចង់ជួយគេផ្នែកណាមួយចូលទៅបាទចូលទៅសរសេរកូដក្នុងហ្នឹងទៅបាទ source link យើងអាចទៅ build យើងអាចទៅទាញមកដាក់ឲ្យយើងចង់ update អីគេធ្វើអីគេទៅក្នុងហ្នឹងទៅបាទអូខេតទៀតយ៉ាងបញ្ចប់អូខេសុទ្ធតែទ្រឹស្ដីខ្ញុំមើលឡើងងុយដេកនេះ How does the .NET ecosystem compare to other ចូលរបៀប compare គ្នាណាចាប់ដើមណា If you're familiar with the software development world, you may wonder how the .NET ecosystem compare to other. Frankly, okay, other ecosystem can make similar claim to some or many of the statement made so far in this unit. However, one of the most distinctive features of .NET is that its ongoing development and support come from not only a major technology leader but also the community. Significant portion of .NET were developed through open source, mean community input and contribution are both welcome and encouraged. In fact, 87% of contributors are outside of Microsoft based on community input or of more than 100,000 accepted pull requests. Microsoft actively moved the platform forward with feature enhancement, bug fix, and performance improvement. Additional, the .NET ecosystem have momentum. .NET developer number more than 5 million. Oh my god. The result of Stack Overflow pool consistently so that .NET Core and .NET are the most loved framework. Students love .NET. 40% of developers who are new to .NET are students. The GitHub repository for .NET and ASP.NET are ranked among the top 30 higher velocity open source software project. GitHub sits up in the top 5 programming language, and the language is increasing in popularity according to the 2020 TIOBE, I don't know what it means, Programming Community Index. .NET have the fastest web framework on planet according to Tech Empower benchmark. An independent open source set of web perform benchmark that measure dozens of language and application framework. Oh my god, I read and sleepy. Okay, let's do it. A brief history of .NET. The original .NET framework was first released in early 2002. 2002. Since then, many updates and more functionality followed. After years
of enhancement and new feature. The original .NET framework, especially key code library, grew significantly after 2004. Microsoft worked to make a version of .NET that had cross-platform capability. The goal was to allow developers to write one code base and use it across Mac, Linux, and Windows operating system. Through this effort, .NET Core was introduced around 2014. Microsoft maintained the original .NET framework, but new features and improvements are reserved for .NET Core. Core was later dropped from the name. The next major versions are .NET 5, .NET 6, .NET 7, .NET 8, and so on. Versions are typically released each November. Why is .NET history worth mentioning? Because you're likely to find blog posts, video and research and source code that target the original .NET framework. In some cases, instruction or code still work, but in other cases, you may need to make adjustments to fit the new .NET. Now I am complete this section, just reading but understanding a little bit. Say bye.